Bác trong bậc anh trong ban xùm cả thoại một cùng namaskarព្រះរតនត្រ័យមានព្រះពុទ្ធព្រះធម៌ព្រះសង្ឃជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនិងសូមគោរពលោកតាលោកយាយអ៊ំពូមីងបាទជំរាបសួរបងប្អូនប្រិយមិត្តអ្នកស្ដាប់ជាទីគោរពរាប់អានលំដាប់បន្តទៅនេះខ្ញុំនឹងមកអាននៅអត្ថបទបន្តថ្មីនៅក្នុងសិភៅគតិលោកភាគទី5សតន្តបរិជា N 1854ដល់1924អានោះជាអាយុកាលនៃសតន្តបរិជាបាទអ្នកប្រាជ្ញគតិលោកហ្នឹងនិទានដែលខ្ញុំនឹងយកមកអានហ្នឹងគឺនិទាននេះមានដំណើរនៅក្នុងក្បួនបារាំងសេះនៅក្នុងទំព័រទី1ទី2ខ្ញុំអានតែ2ទំព័រហ្នឹងទេដោយសារតែអត្ថបទហ្នឹងគឺប៉ុណ្ណឹងដែលមានសេចក្តីដូចតទៅមានសត្វចចកមួយទៅសុំទុំជាមិត្តបាទសត្វទុំណាបងប្អូនបាទមានសត្វចចកមួយទៅសុំទុំជាមិត្តទុំនោះសោកក៏មានចិត្តស្រឡាញ់ចចកជាមិត្តមេត្រីប៉ុន្តែសត្វទាំងពីរនោះជាសត្វស្រឡាញ់គ្នាតែកិរិយាខាងក្រៅឯក្នុងចិត្តនោះគិតតែងកោងគ្នាដោយក្តីមច្ឆរិយៈកំណាញ់របស់រៀងខ្លួនថ្ងៃមួយចចកនិយាយបបួលទុំថាមិត្តអើយថ្ងៃនេះខ្ញុំសូមអញ្ជើញមិត្តឯងទៅស៊ីលៀងនៅផ្ទះខ្ញុំតាមកាលទុំក៏ព្រមទៅមុននឹងរៀបភោជនាហារលៀងនោះចចកគិតថាអញនឹងមិនអោយអាទុំវាចាក់ស៊ីរបស់អញបានគិតហើយចចករៀបបាយចំណីដាក់ក្នុងភាជៈមានផ្ទៃរៀបប្រៀបដូចថារៀបហើយប្រាប់ទុំថាអញ្ជើញមិត្តពិសាឲ្យសប្បាយឯទុំជាសត្វចំពុះវែងចាក់ចំណីអាស្រ័យពុំបានដោយទឹះនឹងថារៀបរឹងម្លោះហើយក៏ឈប់ឆោនៅស្ងៀមទៅឯចចកមាត់វាណាមាត់វាទៀលវាស៊ីបានស៊ីបណ្ដានិយាយថាមិនដេចសម្លាញ់មិនពិសាទៅទុំស៊ីពុំបានឯចចកក៏ចេះតែស៊ីតលតែឆ្អែតដងឯទុំនោះកាលរួចការស៊ីលៀងហើយក៏ផើមកកាន់ដំណើរនៃអាត្មាកើតក្តៅចិត្តនឹងចចករៀបអាហារដាក់មិនឲ្យខ្លួនស៊ីណាមិនឲ្យខ្លួនស៊ីបានទើបគិតថាចាំអញទៅបបួលអាភឿនកោងមកស៊ីលៀងនៅផ្ទះអញវិញអញនឹងរៀបអាហារចំណីដាក់កុំឲ្យអាចចកនោះវាស៊ីបានគិតហើយទៅបបួលចកមកស៊ីលៀងនៅផ្ទះអាត្មាចកក៏មកទុំក៏រៀបអាហារចំណីនោះដាក់ក្នុងដបមានមាត់ទូចដែលខ្លួនអាចបញ្ចូលចំពុះទៅក្នុងដបចឹកយកចំណីបានហើយហៅទៅចកថាអញ្ជើញមិត្តចូលពិសាជាមួយគ្នាទៅឯចចកនោះមាត់ធំលោកមិនចុះទៅក្នុងដបនោះឡើយរកឱកាសនឹងស៊ីពុំបានក៏អង្គុយស្ងៀមនៅគិតឃើញថាទុំគេកែខ្លួនគេហើយព្រោះពីថ្ងៃមុនឯងខ្លែងដាក់អាហារនិងថារៀបមិនឲ្យវាស៊ីបានឥឡូវវាខ្លែងដាក់អាហារក្នុងដបមាត់ទូចដល់រួចការលៀងក៏លាទុំវិលទៅកាន់ដំណើរនៃខ្លួនបញងបាទអាហ្នឹងម្ដងម្នាក់ណាហៅគ្នាទៅស៊ីឲ្យមិនឲ្យស៊ីអញ្ចឹងបាទរឿងនិទាននេះមានកតិប្រៀបដូចម្ដេចជួឯងប្រៀបប្រាយទៅមើលកូនសិស្សតបថារឿងនេះបានកតិខាងមិត្តតែមាត់ចិត្តមិនបានជាមិត្តឡើយឯកិរិយាខ្លែងពុំចង់ឲ្យភឿនឬភ្ញៀវអាស្រ័យនោះដូចអ្នកខ្លះរៀបបាយឲ្យភ្ញៀវបរិភោគដាក់ស្វាយទុំទាំងមូលតែកំបិតពុំបានដាក់ឲ្យចិត្តឡើយឬមួយដាក់ហឹបស្លាឲ្យស៊ីដាក់ស្លាស្លឹងទាំងមូលតែប្រណាពុំដាក់យ៉ាងនេះឲ្យចូលចិត្តថាដូចតម្រាទុំនិងចចកនេះឯងបាទអាហ្នឹងគឺថាមិត្តភក្តិណាមកថាហៅភ្ញៀវទៅពិសាអីចឹងទៅស្រាប់តែដាក់ម្ហូបចំណីអាហារទៅបើសិនជាប្រៀបធៀបទៅថាស្វាយទុំដាក់តមូលអីចឹងទៅអត់ដាក់កំបិតចិត្តអីឲ្យទេហើយគ្នាទៅហ៊ានហូបឯណាភ្ញៀវយើងជាភ្ញៀវទៅណាហ៊ានយកមកតមូលខំទៅវាមិនសមរម្យអីចឹងណាហ៊ានដែរដល់ពេលចាស់វិញដាក់ស្លាដាក់អីមលូស្លាអីទៅស្លាអត់ចិត្តទេអត់មានបណ្ណាអីនេះទេបាទអាដើមរាជឲ្យសម្រាប់យើងឆាកហ្នឹងបណ្ណាហ្នឹងក៏អត់ដាក់ឲ្យហូបមិនកើតអញ្ចឹងណាបាទហ្នឹងបានន័យថាមិត្តតែមាត់តែចិត្តមិនមិត្តឡើយបាទអញ្ចឹងចប់តម្រាកតិមិត្តកោងមិត្តទី8ឃើញទេអញ្ចឹងបានន័យថាក្នុងកតិលោកសិតតែមានអត្ថន័យជ្រៅនៅក្នុងហ្នឹងបាទអញ្ចឹងចចកទៅរាប់ទុំដែរប៉ុន្តែរាប់តែមាត់ទេហើយហៅនឹងហៅទៅហូបហើយហៅទៅហូបយ៉ាងម៉េចបើមិនដាក់គ្រឿងហូបហ្នឹងឲ្យគ្នាហូបបានហ្នឹងឲ្យគ្នាស៊ីបានអញ្ចឹងណាបើនិយាយភាសាអាក្រក់ទៅឲ្យគ្នាស៊ីបានព្រោះទុំជាចំពុះវែងអញ្ចឹងហើយបានគេមានថាដាក់ចំពុះទុំណាចោះដីចោះឈើអីចឹងទៅអញ្ចឹងមានតែប៉ុណ្្នឹងទេបងប្អូនបាទចប់តម្រាកតិមិត្តកោងមិត្ត
ទី8តែប៉ុណ្ណេះបាទសូមអរគុណសូមជម្រាបលា